របៀបចូលទស្សនាសុំរកប្រាក់ជាមួយនឹង YouTube ឡើងវិញនៅពេលដែល channel របស់បងប្អូនអ្នកគ្នាគឺជាប់ review content គឺមានលក្ខណៈបែបនេះបងប្អូនគ្នាឥឡូវ channel របស់ខ្ញុំនេះគឺខ្ញុំជាប់ review content ដែរតែឥឡូវគឺខ្ញុំបានធ្វើការកែកុនហើយខ្ញុំបានរកម៉ោងគ្រប់ 4000 ម៉ោងវិញហើយឥឡូវគឺខ្ញុំថ្ងៃនេះគឺខ្ញុំចង់បង្ហាញបងប្អូនអ្នកគ្នាគឺរបៀបស្នើសុំរកប្រាក់ឡើងវិញនៅលើ YouTube ពេលណាដែលបងប្អូនធ្វើគ្រប់ហើយគឺវាមានមកតង់បែបនេះបងប្អូនគឺមកតង់ស្នើសុំឡើងវិញពេលណាដែលបញ្ចេញមកតង់ហ្នឹងបែបហ្នឹងមានន័យថា channel YouTube របស់បងប្អូនគឺគ្រប់ 4000 ម៉ោងវិញហើយដូច្នេះបងប្អូនចូលទៅស្នើសុំជាមួយខ្ញុំទាំងអស់គ្នាគឺវីដេអូនេះគឺខ្ញុំស្នើសុំនៅលើYouTube Studio បងប្អូននេះគឺគ្រាន់តែបងប្អូនចុចចូលកម្មវិធីនេះបងប្អូនគឺ YouTube Studio ហ្នឹងបងប្អូនចុចចូលកន្លែងហ្នឹងមកហើយបន្ទាប់មកគឺវាចេញបែបនេះបងប្អូនបន្ទាប់មកបងប្អូនចុចលើសញ្ញារូបដុល្លារហើយបន្ទាប់មកគឺវាចេញបែបនេះហើយបន្ទាប់មកបងប្អូនឃើញមកតង់ខាងក្រោមមួយហ្នឹងដាក់ថាស្នើសុំឡើងវិញបងប្អូនទាំងអស់គ្នាចុចចូលកន្លែងហ្នឹងមកអូខេពេលណាដែលបងប្អូនចុចចូលកន្លែងហ្នឹងហើយគឺបងប្អូនឃើញអក្សរខាងក្រោមខ្មៅហ្នឹងដាក់ថាយល់ហើយកន្លែងនេះគឺបងប្អូនអានចំណាយពេលវេលាបន្តិចដើម្បីអានវាក៏បានឬក៏បងប្អូនមិនបាច់អានក៏បានដែរបងប្អូនគ្នាបន្ទាប់មកបងប្អូនគ្នាចុចពាក្យថាយល់ហើយនឹងមកអូខេមកដល់ចំណុចនេះគឺបងប្អូនគ្នាឃើញកន្លែងអក្សរខាងក្រោមគឺបងប្អូនអានបន្តិចមកឥឡូវកន្លែងនេះខ្ញុំអានបន្តិចគឺការដាក់ពាក្យស្នើសុំឡើងវិញរបស់អ្នកស្ថិតក្រោមការត្រួតពិនិត្យអ្នកបានដាក់ពាក្យស្នើសុំឡើងវិញនៅថ្ងៃទី13កក្កដាឆ្នាំ2026យើងនឹងត្រួតពិនិត្យប៉ុស្តិ៍របស់អ្នកនិងផ្ញើអ៊ីមែលទៅអ្នកជាមួយនឹងការឆ្លើយតបក្នុងរយៈពេល30ថ្ងៃគឺចន្លោះពីដែលយើងដាក់ស្នើសុំគឺពីថ្ងៃទី13ហ្នឹងគឺរយៈពេលស្នើសុំគឺចន្លោះពី30ថ្ងៃចុះបងប្អូនគឺ30ថ្ងៃចុះហ្នឹងគឺតែជាទូទៅគឺបង MMO ជាចាស់មុនគឺគាត់ស្នើសុំយកមួយថ្ងៃពីរយ៉ាងយូរ3ថ្ងៃគឺYouTube ផ្ញើអ៊ីមែលមកបងប្អូនវិញហើយអូខេបងប្អូនហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនអ្នកគ្នាធ្វើបានទាំងអស់គ្នាព្រោះកន្លែងនេះគឺมันពិបាកទេបងប្អូនគឺគ្រាន់តែចុចចូលកន្លែងប៊ូតុងស្នើសុំហើយវាចេញទម្រង់បែបនេះតែម្ដងគឺស្រួលមែនតើហើយសំខាន់អ្វីដែលសំខាន់នោះគឺវីដេអូដែលបងប្អូនបានធ្វើកែកុន channel ជាថ្មីនេះគឺឲ្យសុទ្ធតែវីដេអូ original សុទ្ធមកបងប្អូនកុំដើម្បីឲ្យយើងធ្វើការកែកុនដើម្បីបានជោគជ័យទាំងអស់គ្នា